លេងវិញហើយបន្ទាប់ពីការវាយប្រហាររួមរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើគោលដៅយុទ្ធសាស្ត្រក្នុងប្រទេសអ៊ីរ៉ង់របាយការណ៍ពីទូរទស្សន៍រុស្ស៊ី RT គិតត្រឹមម៉ោង 7 យប់ថ្ងៃទី 28 ខែកុម្ភៈបង្ហាញថាអ៊ីរ៉ង់បានវាយបកតាមអាកាសនិងមីស៊ីលឆ្លងតំបន់ជាច្រើនផ្លោងចូលដល់ទៅ 6 ប្រទេសរួមមានគុយវេតអារ៉ាប់រួមបារ៉ែនអ៊ីរ៉ាក់និងកាតាដែលមានវត្តមានមូលដ្ឋានយោធាអាមេរិកខណៈដែលសកម្មភាពវាយប្រហារពីអ៊ីរ៉ង់និងស៊ីរ៉ែនព្រមមានពីលើអាកាសត្រូវបានរាយការណ៍នៅពេញទីក្រុងតែលអាវីវនិងហៃហ្វានៃប្រទេសអ៊ីស្រាអែលការនេះបង្ហាញថាជំនួសបានចូលទៅដល់ដំណាក់កាលវាយទៅវិញទៅមកពេញទំហឹងតែម្ដងលក្ខណៈគួរឲ្យកត់សម្គាល់គឺការវាយបករបស់អ៊ីរ៉ង់មិនមែនវាយគោលដៅម្ដងតែមួយទេប៉ុន្តែវាយពីច្រើនទិសក្នុងពេលតែមួយដើម្បីបង្កសម្ពាធលើបណ្ដាញយោធាអាមេរិកនៅមជ្ឈមបូព៌ានិងទីក្រុងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលនេះគឺជាយុទ្ធសាស្ត្រដែលគេស្គាល់ថា saturation style retaliation ឬក៏សងសឹកប្រជុំទិសដែលបាញ់មីស៊ីលនិងដ្រូនជាច្រើនក្នុងពេលតែមួយដើម្បីបំបីកម្លាំងការពារអាកាសរបស់សត្រូវនិងបន្ថយសមត្ថភាពស្ទាក់ចាប់សំណួរដែលអ្នកវិភាគយោធាកំពុងតែចាប់អារម្មណ៍នៅពេលនេះគឺហេតុអ្វីអ៊ីរ៉ង់នៅតែអាចវាយបកទៅបានបើទោះបីជាត្រូវបានវាយលុកមុនដោយអាមេរិកនិងអ៊ីស្រាអែលចម្លើយគឺស្ថិតនៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ដែលមិនផ្អែកទៅលើមូលដ្ឋានតែមួយនោះទេបណ្ដាញមីស៊ីលឃ្លាំងអាវុធនិងប្រព័ន្ធបាញ់ចល័តត្រូវបានចែកចាយនៅទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ដែលធ្វើឲ្យការវាយមុនមិនអាចបំបាក់សមត្ថភាពវាយតបក្នុងពេលតែម្ដងបានឡើយលើកពីនេះអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាមានសមត្ថភាពវាយប្រហារបំរុងឬក៏ second strike capability មានន័យថាបើទោះបីជាមូលដ្ឋានខ្លះត្រូវវាយប្រហារក៏ដោយក៏នៅតែអាចបាញ់មីស៊ីលនិងដ្រូនពីបណ្ដាញផ្សេងៗទៀតដើម្បីធានាថាសមត្ថភាពយោធារបស់ខ្លួនមិនទាន់ដួលរលំទាំងស្រុងក្នុងការវាយប្រហារដំបូងឡើយយ៉ាងណាក៏ដោយទំហំនៃការខូចខាតនៅស្ថិតក្រោមការផ្ទៀងផ្ទាត់ដោយព័ត៌មានមួយចំនួននិយាយអំពីការផ្ទុះនិងការស្ទាក់ចាប់មីស៊ីលដោយប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកខណៈមិនទាន់មានការបញ្ជាក់ផ្លូវការពីការខូចខាតទៅលើមូលដ្ឋានអាមេរិកនៅក្នុងតំបន់ដែលរងការវាយប្រហារនោះឡើយនេះបង្ហាញថាក្រៅពីសង្គ្រាមមីស៊ីលក៏មានសង្គ្រាមព័ត៌មានកំពុងកើតឡើងស្របគ្នាផងដែរខ្ញុំរស់សុធាពី News Today NTTV One refreshing destination. Gansberg Water.